បាទសូមស្វាគមន៍ការមកដល់ថ្នាក់រៀនភាសាជប៉ុនជាមួយសិនសេសេកូថ្ងៃនេះយើងនឹងសិក្សាជាមួយគ្នាអំពីការប្រាប់អាយុគេសួរថាតើអ្នកអាយុប្រមាណយើងក៏ឆ្លើយទៅខ្ញុំអាយុ25ឆ្នាំខ្ញុំអាយុ30ឆ្នាំខ្ញុំអាយុ18ឆ្នាំអញ្ចឹងតើគេប្រាប់អាយុយ៉ាងដូចម្ដេចបាទហើយមុនពេលដែលយើងចូលមេរៀនអំពីការប្រាប់អាយុនេះចំពោះបងប្អូនដែលគាត់មិនតាន់បានមើលវីដេអូមេរៀនការរៀនរាប់លេខក៏សូមចូលទៅមើលវីដេអូមេរៀនមួយនោះសិនបាទគឺមេរៀនថ្ងៃទី16បាទដែលខ្ញុំបានរៀបរាប់រួចទៅហើយអំពីការរាប់លេខតាំងពីលេខ1រហូតតទៅណាដល់100ដល់1000ដល់10000អីនោះបាទអញ្ចឹងបងប្អូនអាចចូលទៅមើលវីដេអូហ្នឹងសិនចាំមកបន្តការរៀនអំពីការប្រាប់អាយុនេះបាទហើយបើសិនបងប្អូនចង់ទៅរៀននៅវីដេអូរៀនរាប់លេខហ្នឹងអាចស្វែងរកទៅមេរៀនថ្ងៃទី16របស់ Sensei Seiko ឬមួយក៏អាចនឹងคลิก link នៅលើ description នេះបានបាទឥឡូវកុំឲ្យអូសបន្លាយពេលវេលាយូរទៅទៀតយើងចាប់ផ្ដើមសិក្សាជាមួយគ្នាតែម្ដងបាទ Nenre បាទ Nenre បកប្រែថាអាយុបាទដែលគេប្រើសៃនៅពីក្រោយលេខឧទាហរណ៍លេខ1អញ្ចឹងដាក់លេខ1ហើយសៃលេខ2សៃលេខ3សៃ4សៃ5សៃ6សៃទៅកំណត់សម្គាល់ថាអាយុ1 2 3 4 5ឆ្នាំហើយបាទឥឡូវយើងមើលឧទាហរណ៍ដំបូងនេះបាទអាយុ1ឆ្នាំអញ្ចឹងគេប្រើអ៊ីសៃអ៊ីសៃស្មើនឹង1ឆ្នាំ2ឆ្នាំនិស័យនិស័យ3ឆ្នាំសាន់ស័យសាន់ស័យ4ឆ្នាំយន្តស័យយន្តស័យ5ឆ្នាំកុស័យកុស័យ6ឆ្នាំរុក្ខស័យរុក្ខស័យ7ឆ្នាំណនស័យណនស័យ8ឆ្នាំហាស័យហាស័យ9ឆ្នាំខ្ជឺស័យខ្ជឺស័យ10ឆ្នាំជឹសស័យជឹសស័យ20ឆ្នាំនិជឹសស័យនិជឹសស័យ30ឆ្នាំសញ្ជឹសស័យសញ្ជឹសស័យ40ឆ្នាំយន្តជឹសស័យយន្តជឹសស័យ50ឆ្នាំកុជឹសស័យកុជឹសស័យ60ឆ្នាំរុក្ខជឹសស័យរុក្ខជឹសស័យ70ឆ្នាំណនជឹសស័យណនជឹសស័យ80ឆ្នាំហឈិជឹសស័យហឈិជឹសស័យ90ឆ្នាំខ្ជឺជឹសស័យខ្ជឺជឹសស័យ100ឆ្នាំហយគឹស័យហយគឹស័យបាទប្រហែលឆ្នាំណាន់ស័យបាទណាន់ស័យអញ្ចឹងគឺយើងគ្រាន់តែយកលេខមកបូកជាមួយស័យតែប៉ុណ្ណោះបាទឧទាហរណ៍លេខ2និស័យអាយុបាទនេះណាអាយុ2ឆ្នាំយើងយក2បូកនឹងស័យទៅជានិស័យ3ឆ្នាំយកសាន់3បូកជាមួយស័យទៅ3ឆ្នាំលើកលែងតែ1ឆ្នាំ8ឆ្នាំហើយនឹង10ឆ្នាំទេដែល1ឆ្នាំគេមិនប្រើអ៊ីឈិស័យទេគេប្រើអ៊ីស័យ8ឆ្នាំក៏គេមិនប្រើហឈិស័យដែរគេប្រើហាស័យ10ឆ្នាំក៏គេមិនប្រើជឺស័យដែរគេប្រើជឹសស័យបាទអញ្ចឹងបងប្អូនចូលកំណត់ចំណាំយើងគ្រាន់តែយកលេខមកហើយដាក់ស័យនៅពីក្រោយទៅវានឹងคล้ายទៅជាអាយុហើយបាទឥឡូវឧទាហរណ៍ថាបងប្អូនមានអាយុ15ឆ្នាំឧទាហរណ៍យើងមានអាយុ15ឆ្នាំអញ្ចឹងយើងយក10ហ្នឹងគឺជឺធម្មតា10បូកឲ្យ5កុស័យអាយុណាអញ្ចឹង15គឺជឺកុស័យបាទ62ឆ្នាំ60គឺរុក្ខជឺអានេះមិនអាយុ60ទេណា60ធម្មតាឯងបាទរុក្ខជឺបូកជាមួយនឹង2ឆ្នាំបាទ62ណារុក្ខជឺ60និស័យ2ឆ្នាំអញ្ចឹង62ឆ្នាំយើងអានថារុក្ខជឺនិស័យបាទ87ឆ្នាំឧទាហរណ៍87ឆ្នាំ80គឺហឈិជឺ7ណនស័យ7ឆ្នាំណា
អញ្ចឹង87ឆ្នាំហាក់ឈីជឿណាក់សៃបាទឧទាហរណ៍ថា94ឆ្នាំអញ្ចឹង90គឺខ្ជឺជឺ4ឆ្នាំគឺយ៉នសៃអញ្ចឹង94ឆ្នាំគឺខ្ជឺជឺយ៉នសៃបាទដោយបងប្អូនអាយុ23ឆ្នាំ20គឺនិជឺ3ឆ្នាំសាន់សៃអញ្ចឹងនិជឺសាន់សៃបាទមិនមែន23ឆ្នាំបងប្អូនដាក់ថានិជឺសៃសាន់សៃអត់ទេណាបាទអត់ទេគឺយើងយកខ្ទង់10 20 30នេះជាធម្មតាមកបូកជាមួយនឹងអាយុដែលមានសៃនៅខាងក្រោយនេះបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងតាមតន់ហើយបើសិនតាមមិនតន់អាច comment សាកសួរបានបាទអញ្ចឹងក្នុងករណីថាមានគេសួរករណីគេសួរថាតើអ្នកអាយុប្រមាណអញ្ចឹងជប៉ុនគេសួរថាម៉េចបាទ何歳ですかម្ដងទៀត何歳ですかបាទអញ្ចឹងបើសិនជាចង់សួរថាតើអ្នកអាយុប្រមាណគេសួរថាណាន់សៃដេស្កាណាន់សៃដេស្កាដល់ពេលយើងឆ្លើយឧទាហរណ៍ថាអាយុ25ឆ្នាំ25歳です25歳ですបាទ25អញ្ចឹងដឹងហើយ20នេះជឺ5កូសៃ5អាយុ5ឆ្នាំណាអញ្ចឹង25ឆ្នាំគឺនេះជឺកូសៃដេសបាទខ្ញុំអាយុ25ឆ្នាំបាទចេះបើសិនយើងចង់សួរគេថាអាយុប្រមាណណាន់សៃដេស្កាអញ្ចឹងយើងឆ្លើយអាយុទៅអាយុ25ឆ្នាំនេះជឺកូសៃដេសបាទហើយបងប្អូនចូលមើល3ប្រយោគនេះក៏មានន័យថាតើអ្នកអាយុប្រមាណដូចគ្នាអញ្ចឹងពេលគេសួរអញ្ចឹងក៏យើងត្រូវឆ្លើយអាយុប្រាប់គេដែរបាទប្រយោគទី1おいくつですかおいくつですかអូអ៊ីគឺស៊ឺដេស្កាបាទណាអូអ៊ីគឺស៊ឺដេស្កាអញ្ចឹងក៏យើងឆ្លើយមកនេះជឺកូសៃដេសបាទお年はお年はអូតូស៊ីវ៉ាអូតូស៊ីវ៉ាក៏មានន័យថាតើអ្នកអាយុប្រមាណដែរអញ្ចឹងយើងឆ្លើយទៅនេះជឺកូសៃដេសបាទご年齢はご年齢はបាទ go nen rewa បាទ go nen rewa តើអ្នកអាយុប្រមាណបាទអញ្ចឹងយើងឆ្លើយទៅនេះជឺកូសៃដេសខ្ញុំអាយុ25ឆ្នាំបាទអញ្ចឹងរបៀបសួរចង់ដឹងអាយុមាន4ណាណាន់សៃដេស្កាអូអ៊ីគឺស៊ឺដេស្កាអូតូស៊ីវ៉ាបាទនិង go nen rewa បាទអញ្ចឹងប្រយោគទាំងអស់ហ្នឹងសូមហ្វឹកហាត់និយាយណានិយាយអាយុរបស់យើងពិតប្រាកដរបស់យើងហ្នឹងនិយាយចេញទៅនិយាយត្រូវបាទអរគុណចំពោះការយកចិត្តទុកដាក់ក្នុងការទស្សនា like share ទៅកាន់មិត្តភ័ក្តិរបស់យើងឲ្យគាត់បានរៀនជប៉ុនទាំងអស់គ្នាផង Subscribe ដើម្បីទទួលបានមេរៀនជាបន្តបន្ទាប់នៅវីដេអូក្រោយៗមានជាច្រើនទៀតបាទជួបគ្នានៅវីដេអូបន្ត